ការថែរក្សាសុខភាពឲ្យបានល្អគឺជាការរួមបញ្ចូលគ្នានៃការហូបចុកការធ្វើលំហាត់ប្រាណនិងការសម្រាកឲ្យបានគ្រប់គ្រាន់ខាងក្រោមនេះគឺជាគន្លឹះសំខាន់មួយចំនួន 1. ការហូបចុកដែលមានតុល្យភាពបរិភោគបន្លែនិងផ្លែឈើឲ្យបានច្រើនផ្ដល់វីតាមីននិងជាតិសរសៃជួយដល់ប្រព័ន្ធរំលាយអាហារ កាត់បន្ថយជាតិស្ករនិងអំបិលការញ៉ាំផ្អែមឬប្រៃខ្លាំងពេកអាចបង្កជាជំងឺទឹកនោមផ្អែមនិងលើសឈាម ផឹកទឹកឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ 2 លីត្រក្នុងមួយថ្ងៃដើម្បីជួយឲ្យស្បែកស្រស់ថ្លានិងសរីរាង្គដំណើរការល្អ 2. ការធ្វើលំហាត់ប្រាណធ្វើចលនារាងកាយគួរហាត់ប្រាណយ៉ាងតិច30នាទីក្នុងមួយថ្ងៃដូចជាដើររហ័សរត់ឬធាក់កង់ឲ្យបាន5ថ្ងៃក្នុងមួយសប្តាហ៍ កាត់បន្ថយការអង្គុយយូរប្រសិនបើអ្នកធ្វើការការិយាល័យគួរងើបដើរចុះឡើងខ្លះដើម្បីសម្រួលសរសៃឈាម 3. ការសម្រាកនិងសុខភាពផ្លូវចិត្តគេងឲ្យបានគ្រប់គ្រាន់មនុស្សពេញវ័យគួរគេងឲ្យបានពី7ទៅ9ម៉ោងក្នុងមួយយប់គ្រប់គ្រងស្ត្រេសរកពេលទំនេរធ្វើអ្វីដែលអ្នកចូលចិត្តដូចជាស្ដាប់តន្ត្រីអានសៀវភៅឬធ្វើស្មាត កាត់បន្ថយការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកមុនពេលគេងដើម្បីឲ្យខួរក្បាលបានសម្រាកពិតប្រាកដ 4. អនាម័យនិងការបង្ការលាងដៃឲ្យបានស្អាតមុនពេលញ៉ាំអាហារនិងក្រោយពេលចេញពីបន្ទប់ទឹក ពិនិត្យសុខភាពទៀងទាត់គួរទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពយ៉ាងតិច1 ដងក្នុងមួយឆ្នាំ ជៀសវាងគ្រឿងស្រវឹងនិងបារីដែលជាមូលហេតុចម្បងនៃជំងឺសួតនិងថ្លើម ចំណាំសុខភាពល្អមិនមែនកើតឡើងក្នុងរយៈពេលមួយថ្ងៃនោះទេតែវាជាលទ្ធផលនៃទម្លាប់ល្អដែលអ្នកធ្វើជារៀងរាល់ថ្ងៃ